សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកសម្រាប់រឿងតទៀតតទៅស្ដាប់ទាំងអស់គ្នានៅក្នុងវគ្គទី41ដល់45ភីថងបានសួរតួឯកថាហេតុអ្វីបានជាអ្នកមិនចូលទៅតួឯកថាខ្ញុំមិនប្រញាប់ទេពេលខ្លះអាចមានគ្រោះថ្នាក់កំពុងរងចាំនៅខាងក្នុងអ្នកផ្សេងទៀតមិនខ្វល់ទេតួឯកបានប្រញាប់ប្រញាល់ចូលទៅក្នុងតួឯកមិនបានចូលទេព្រោះគាត់បារម្ភពីប្អូនប្រុសពីរនាក់របស់គាត់ចង់រងចាំពួកគេទាំងពីរប៉ុន្តែគាត់ក៏បានរងចាំអូអាប៊ុនដែរវាហាក់ដូចជាអូអាប៊ុនព្រួយបារម្ភយ៉ាងខ្លាំងអំពីឆាំងឆឹងតួឯកបានប្រាប់គាត់ឆាំងឆឹងពិតជាមានសំណាងមែនអ្នកជាមនុស្សចិត្តល្អម្នាក់ដែលមានចិត្តទូលាយហើយជំនាញរបស់អ្នកក្នុងការវឹកហាត់បានប្រសើរឡើងច្រើនក្នុងនាមជាប្អូនប្រុសរបស់ឆាំងឆឹងអ្នកប្រកាសជាចាប់អារម្មណ៍យ៉ាងខ្លាំងឆាំងឆឹងមិនបានគិតបែបនេះទេគាត់មើលមនុស្សពីខាងក្រៅគាត់មិនបានមើលបេះដូងរបស់គាត់ទេប្រសិនបើអ្នកព្យាយាមគាត់ប្រកាសជានឹងធ្វើឲ្យអ្នកញាស់អូប៊ុនមានអារម្មណ៍រឹងមាំជាងមុនពេលលឺអ្វីដែលតួឯកនិយាយគាត់មានទំនុកចិត្តបើខ្ញុំធ្វើបានល្អថ្ងៃណាមួយគាត់នឹងចាប់អារម្មណ៍នឹងខ្ញុំប៉ុន្តែគាត់បានដើរតាមឆាំងឆឹងយ៉ាងប្រញាប់ប្រញាល់តួឯកបានត្អូញត្អែឆាំងឆឹងពិតជាមនុស្សល្អមែនប៉ុន្តែគួរឲ្យអាណិតណាស់ដែលអូប៊ុនបានទៅឬយើងហៅវាថាអូប៊ុនចុងក្រោយរស់ស៊ួយបានសួរតួឯកចុះខ្ញុំវិញតួឯកមិនដឹងឆ្លើយយ៉ាងម៉េចទេរស់ស៊ួយអ្នកគួរឲ្យស្រឡាញ់ហើយចិត្តល្អនៅក្នុងភូមិរបស់យើងមិនដឹងថាអ្នកណាជាអ្នកមានសំណាងនោះទេអ្នកណាសមនឹងទទួលបានអ្នកជាការពិតណាស់ខ្ញុំចង់ឲ្យតួឯកខ្លាចជាម្ចាស់របស់ខ្ញុំប៉ុន្តែឥឡូវនេះសូមក្រឡេកមើលឆាំងឆឹងកាន់តែអាក្រក់ទៅពីព្រោះថ្នាំពុលត្រូវបានបណ្ដេញចេញអូប៊ុនបានប្រាប់ឆាំងឆឹងឲ្យស្ដាររាងកាយរបស់គាត់ឡើងវិញបន្ទាប់មកយើងនឹងទៅវត្តឆាំងឆឹងបានផ្ដោតអារម្មណ៍គាត់បាននិយាយថាការសមាធិអាចព្យាបាលជំងឺគ្រប់ប្រភេទនេះជាអ្វីមិនចាំបាច់ទៅជួបគ្រូពេទ្យទេនៅពេលដែលឆាំងឆឹងបានស្ដាររាងកាយរបស់គាត់ឡើងវិញពួកគេនឹងប្រញាប់ប្រញាល់ចូលទៅក្នុងប្រាសាទនេះជាឱកាសតែមួយគត់ក្នុងរយៈពេលមួយសតវត្សខ្ញុំមិនចង់ខកខានឱកាសនេះទេតួឯកប្រុសបាននិយាយចូលយើងទៅជាមួយគ្នាពេលតួឯកចូលមកខាងក្នុងគាត់អាចមានអារម្មណ៍ថាមានវិញ្ញាណខ្លាំងតួឯកបានឮសំឡេងកណ្ដឹងតួឯកបាននិយាយថាកំចាត់វិញ្ញាណចេញចូលតាមចរន្តឈាមពិនិត្យមើលសត្វមានជីវិតទៅទន្លេជីស៊ុយបន្ទាប់មកឡើងលើទូកបន្ទាប់មកទទួលម៉ូណែតរបស់កុលសម្ព័ន្ធសារនេះទំនងជាសារសម្រាប់តួឯកដើម្បីធ្វើបេសកកម្មមួយនៅពេលនោះគ្រាប់កាំភ្លើងបានចេញមកគ្រាប់កាំភ្លើងច្រើនណាស់តួឯកគិតថាវាជាការបំភាន់ប៉ុន្តែនៅពេលដែលគ្រាប់កាំភ្លើងបានប៉ះតួឯកមានអារម្មណ៍ឈឺចាប់ដែលមិនមែនជាការបំភាន់ទេវាជារឿងពិតនៅពេលនេះតួឯកត្រូវប្រយុទ្ធនៅខាងក្នុងសៀវប៉ៃគាត់មិនអាចចូលទៅក្នុងប្រាសាទបានទេទោះបីជាគាត់ព្យាយាមយ៉ាងណាក៏ដោយគាត់មិនអាចចូលបានទេតួឯកបានប្រយុទ្ធជាមួយសត្វរាល់ពេលដែលគាត់សម្លាប់សត្វនិងទទួលបានកម្រិតនៃជីវិតតួឯកបាននិយាយតួឯកក៏បានប្រើអាវុធកម្ចាត់ពួកវាចោលដើម្បីអាចចូលទៅក្នុងប្រាសាទនៃចរន្តឈាមតួឯកត្រូវតែមានអំណាចនៃវិញ្ញាណគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអំណាចនៃចរន្តឈាមប៉ុន្តែប្រសិនបើកម្រិតរបស់តួឯកឥឡូវនេះអាចបង្កើនកម្លាំងបានតែបន្តិចបន្តួចប៉ុណ្ណោះវាមិនទាន់ដល់ទីបញ្ចប់នៅឡើយទេវានៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅដើម្បីទៅដល់ចរន្តឈាមកន្លែងនេះជាកន្លែងល្អតួឯកនឹងអាចបង្កើនធម៌ពលជីវិតរបស់គាត់គ្រាប់កាំភ្លើងបានវាយប្រហារតួឯកមានសត្វជាច្រើននៅទីនេះពីព្រោះសួនសត្វមានពណ៌បៃតងមានកណ្ដុរខ្លានិងក្របីឥឡូវនេះវិញ្ញាណរបស់តួឯកវាត្រូវបានលើកឡើងម្ដងទៀតតួឯកបានជួបស៊ីងធូម្ដងទៀតលើកមុនគាត់ស្ទើរតែស្លាប់តើអ្នកនៅទីនេះម្ដងទៀតទេតួឯកបានរងចាំយូរទេគាត់បានប្រយុទ្ធជាមួយគាត់ភ្លាមអ្វីទាំងអស់ដែលវាប្រហារគាត់ស៊ីងតូខឹងយ៉ាងខ្លាំងគាត់ស្រែកឡើងប៉ុន្តែតួឯកបានពេញលេញតួឯកបានចាញ់គាត់តួឯកបានរួមបញ្ចូលអំណាចនៃវិញ្ញាណដើម្បីបង្កើនកម្លាំងនៃវិញ្ញាណបន្ទាប់មកគាត់បានប្រើដាវញែកដាវចេញហើយវាយប្រហារគាត់ប៉ុន្តែការវាយប្រហារនោះមិនបានជោគជ័យទេតួឯកបានលោតទៅឆ្ងាយគាត់បាននិយាយទៅកាន់ខ្លួនឯងមនុស្សនេះខ្សោយប្រហែលជាគាត់នឹងធ្វើបាបខ្ញុំនឹងចាប់គាត់ជាការពិតណាស់តួឯករបស់យើងនឹងមិនចោះចាញ់ងាយទេតួឯកបានព្យាយាមវាយប្រហារគាត់ប្រសិនបើវិញ្ញាណរបស់តួឯកវាត្រូវបានលើកឡើងម្ដងទៀតតួឯកនឹងមិនរស់រានមានជីវិតទេតួឯកត្រូវបានស៊ីងតូចាប់ជាប់គាត់បានលោតទៅឆ្ងាយគាត់បាននិយាយទៅកាន់ខ្លួនឯងខ្ញុំឃ្លានណាស់ដល់ពេលញ៉ាំអាហារហើយខ្ញុំមិនបានញ៉ាំអាហារអស់រយៈពេលជាច្រើនថ្ងៃមកហើយតួឯកគិតប្រហែលជាយើងមិនមានឱកាសឈ្នះទេគាត់នឹកឃើញពាក្យរបស់ឪពុករបស់គាត់បានប្រាប់តួឯកថាបើឯងចាប់គាត់បានទេឯងគួរតែលែងវាទៅតួឯកខឹងម្ដងទៀតគាត់រកមិនឃើញពន្លឺឪពុកគាត់ទេគាត់មិនអាចស្លាប់នៅទីនេះបានទេតួឯកបានក្រោកឡើងគាត់បានប្រើការវាយប្រហារលើកទី2តួឯកបានវាយប្រហារស៊ីងតូតួឯកបានរងរបួសនៅចំកណ្ដាលទ្រូងតួឯកបានរងរបួសតើគាត់នឹងរងរបួសទេប្រហែលជាគាត់នឹងមិនមានឱកាសរកឪពុករបស់គាត់ម្ដងទៀតទេតួឯកបានសន្និដ្ឋានស្មារតីរបស់តួឯកវាត្រូវបានលើកឡើងម្ដងទៀតគាត់បានផ្ដោតអារម្មណ៍ម្ដងទៀតគាត់បានផ្ដោតអារម្មណ៍គ្រប់ពេលវេលាវាមានន័យថាមានការឈឺចាប់នៅចំកណ្ដាលទ្រូងគាត់បានបាត់បង់ការផ្ចង់អារម្មណ៍សូមគិតអំពីវាក្នុងរយៈពេលដ៏ខ្លីតួឯកបានចេញពីការឈឺចាប់អំណាចជីវិតរបស់តួឯកវាបានកើនឡើងច្រើនក្នុងរយៈពេលដ៏ខ្លីគាត់អាចចេញពីចរន្តឈាមបានតួឯកបានប្រឡងជាប់ការប្រឡងត្រូវបានបញ្ចប់ភារកិច្ចបន្ទាប់គឺបំផ្លាញពូជឈាមអាក្រក់តួឯកបានមកដល់ភូមិរបស់គាត់បានជួបមេភូមិគាត់ហៀបនឹងសម្លាប់នារីស្រស់ស្អាតមេភូមិបានសម្លាប់នារីស្រស់ស្អាតគាត់បានស្លាប់នៅចំពោះមុខតួឯកស្ត្រីនោះបានព្យាយាមប្រាប់តួឯកឲ្យរត់ចេញនាងជាវិញ្ញាណអាក្រក់អ្នកគួរតែរត់ចេញតួឯកកំពុងឆ្ងល់ហេតុអ្វីបានជាមេកុលសម្ព័ន្ធសម្លាប់នាងបាននិយាយក្មេងស្រីទាំងនេះអាចមើលទៅល្អប៉ុន្តែពួកគេមានវិញ្ញាណអាក្រក់ខ្លាំងណាស់ពួកគេទាំងអស់គ្នានឹងស្លាប់តួឯកខឹងខ្លាំងណាស់មេភូមិឈួតហើយបើអ្នកភូមិទាំងអស់ស្លាប់ទៅពីព្រោះតួឯកខឹងខ្លាំងណាស់ស្ត្រីនោះបានវាយប្រហារគាត់ប៉ុន្តែការវាយប្រហាររបស់តួឯកមិនបានជោគជ័យទេមេក្រុមបានដាល់គាត់តបវិញ
ទូឯកបានលុតទៅឆ្ងាយមេបានស្ដីបន្ទោសទូឯកអ្នកជាមនុស្សអាក្រក់តើអ្នកនៅតែមានមុខមាត់ដើម្បីហៅខ្លួនឯងថាជាមនុស្សអាក្រក់មែនទេវាគ្មានប្រយោជន៍ទេទូឯកបាននិយាយទៅកាន់គាត់ចង្កេះរបស់មេអ្នកត្រូវតែចំណាយសម្រាប់អ្វីគ្រប់យ៉ាងដែលបានកើតឡើងទូឯកបានផ្លាស់ទីក្នុងល្បឿនលឿនគាត់បានទៅជិតចង្កេះរបស់មេតបចង្កេះមេក្រុមគាត់បានដាល់ទូឯកគាត់ត្រូវទូឯកដាល់ទូឯកមិនបានគិតទេទូឯកអាចចូលទៅក្នុងឋាននរកបានគាត់ពិតជាខ្លាំងមែនគាត់គិតថាគាត់មិនអាចលែងទូឯកបានទេមេភូមិបានប្រើបច្ចេកទេសដាវគាត់បានដាល់ទូឯកមិនបានលាក់ខ្លួនទេគាត់បានប្រើបច្ចេកទេសបំបែកខ្មោចគាត់បានដាល់ទូឯកអ្នកទាំងពីរបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញទូឯកមានអំណាចខ្លាំងជាងមេភូមិទៅទៀតមេភូមិមានការភ័យខ្លាចគាត់មានអារម្មណ៍ថាភ្នែករបស់គាត់ដូចជាពណ៌សគាត់យំគាត់អង្វរទូឯកមេភូមិបានសួរគាត់ហេតុអ្វីបានជាអ្នកសម្លាប់គ្រួសាររបស់អ្នកមេភូមិមិនបានឆ្លើយទេគាត់បានឆ្លៀតឱកាសដែលទូឯកកំពុងសួរគាត់បានដាល់ទូឯករងរបួសឈាមបានហូរចេញមកមេភូមិបានប្រើឈាមរបស់ទូឯកដើម្បីធ្វើឲ្យរាងកាយរបស់គាត់រស់ឡើងវិញគាត់បានប្រាប់ទូឯកខ្ញុំជាសមាជិកនៃឈាមអាក្រក់ឈាមនោះពោពេញដោយអំណាចវាមានអំណាចខ្លាំងណាស់គាត់មិនមែនជាមេភូមិទេគាត់ជាសមាជិកនៃឈាមអាក្រក់ទូឯកគិតគាត់មិនអាចចាញ់បានទេគាត់ត្រូវតែសងសឹកមនុស្សគ្រប់គ្នានៅក្នុងភូមិទូឯកបានការពារកណ្ដាប់ដៃរបស់គាត់បានស្ដីបន្ទោសទូឯកគាត់បានការពារក្បាលរបស់គាត់នៅក្នុងសម្បកដូចជាអណ្ដើកអញ្ចឹងមកវាយខ្ញុំម្នាក់មួយពាក្យនេះគេនិយាយញឹកញាប់ណាស់យល់ព្រមទូឯកបានប្រើបច្ចេកទេសបំផ្លាញមេឃគាត់បានដាល់ទូឯកបានចាក់គាត់មិនអាចរកបានទេរាងកាយពិតរបស់គាត់បានលេចឡើងវាជាឈាមដ៏គួរឲ្យខ្លាចមួយអាហាររបស់គាត់គឺឈាមឬឈាមវាក៏ដូចគ្នាដែរគាត់បានគ្រប់គ្រងទូឯកគាត់បានយកទូឯកជាទេសកទូឯកបានហៅគាត់មានដាវ7ពណ៌គាត់មានអំណាចខ្លាំងណាស់ទូឯកមិនខ្វល់ទេគាត់ជាបិសាចប្រភេទណាប៉ុន្តែគាត់ដឹងគាត់ត្រូវតែស្លាប់មិនថាទូឯកសម្លាប់គាត់យ៉ាងណានោះទេគាត់នឹងមិនស្លាប់ទេមិនថាអ្នកព្យាយាមសម្លាប់គាត់យ៉ាងណាក៏ដោយគាត់នឹងមិនស្លាប់ទេវាពិបាកសម្លាប់គាត់ណាគាត់បាននិយាយថាអ្នកនឹងមិនអាចសម្លាប់ខ្ញុំបានទេប៉ុន្តែមើលទៅដូចជាគាត់ខ្លាចដាវរបស់វីរៈបុរសដាវនៅតែស៊ីអំណាចរបស់គាត់វីរៈបុរសដឹងពីរបៀបដោះស្រាយជាមួយគាត់តើដាវនេះមានសមត្ថភាពនេះទេខ្ញុំឆ្ងល់ថាតើខ្ញុំត្រូវតែសាក់លបងឬអត់ហើយបន្ទាប់មកសត្វចម្លែកដ៏អាក្រក់ដែលស្រីឃ្លានឈាមត្រូវបានមើលថែដោយវីរៈបុរសប៉ុន្តែអំណាចដែលវីរៈបុរសមានមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យវីរៈបុរសចូលទៅក្នុងកង់ទី3នោះទេវីរៈបុរសឆ្ងល់ថាសត្វចម្លែកដ៏អាក្រក់ដែលស្រីឃ្លានឈាមនោះជាអ្វីតើវាជាអ្វីហេតុអ្វីបានជាវាអាចគ្រប់គ្រងមនុស្សបានប្រហែលជាវាអាចគ្រប់គ្រងចិត្តរបស់មនុស្សបានបុរសម្នាក់បាននិយាយទៅកាន់វីរៈបុរសថាសត្វចម្លែកដ៏អាក្រក់ដែលស្រីឃ្លានឈាមមានគ្រោះថ្នាក់ជាងសត្វទាំងនេះទៅទៀតវាតែងតែជាសត្រូវរបស់មនុស្សជាតិអាហារដែលវាចូលចិត្តជាងគេគឺឈាមនៅពេលដែលវាជ្រាបចូលទៅក្នុងខ្លួនមនុស្សវានឹងបណ្ដាលឲ្យពូជមនុស្សសម្លាប់គ្នាទៅវិញទៅមកលើសពីនេះវាក៏អាចគ្រប់គ្រងចិត្តរបស់សត្វផងដែរវាអាចត្រូវបានគេហៅថាជាសត្រូវរបស់កុលសម្ព័ន្ធទាំងអស់មានតែអ្នកដែលមានសមត្ថភាពប៉ុណ្ណោះដែលនឹងមិនត្រូវបានលេបត្របាក់ដោយសត្វចម្លែកស្រីឃ្លានឈាមអាក្រក់នោះទេវាមានន័យថាសត្វចម្លែកស្រីឃ្លានឈាមអាក្រក់មិនមែនជាសត្រូវតែមួយគត់របស់មនុស្សជាតិនោះទេវីរៈបុរសមានឈាមពិសិដ្ឋដើម្បីគ្រប់គ្រងរឿងព្រេងនិទាននិយាយថាអ្នកក្បាច់គុណដែលបានទទួលការបណ្ដុះបណ្ដាលខ្ពស់បំផុតនិងក្លាយជាម្ចាស់នៃអ្វីៗទាំងអស់គាត់គឺជាបុរសខ្លាំងបំផុតនៃពូជមនុស្សឈាមដែលវីរៈបុរសទទួលបានគឺជាឈាមដែលចេញពីរាងកាយរបស់អ្នកក្បាច់គុណម្នាក់វីរៈបុរសបានប្រញាប់ប្រញាល់ទៅប្រមូលឈាមពិសិដ្ឋបន្ទាប់មកវីរៈបុរសបានទៅកាន់ទន្លេរបស់កុលសម្ព័ន្ធយេស៊ូវីដែលជាទន្លេនៅក្នុងភូមិរបស់វីរៈបុរសបានដើរទៅទន្លេហើយបានជួបបុរសចំណាស់ម្នាក់បុរសចំណាស់នោះកំពុងអង្គុយលើទូកបុរសចំណាស់នោះកំពុងធ្លាក់ចូលទៅក្នុងទន្លេអាកប្បកិរិយារបស់បុរសចំណាស់គឺចម្លែកពេលគាត់ធ្លាក់ចូលទៅក្នុងទន្លេគាត់បានឲ្យបុរសចំណាស់ចូលទៅក្នុងទន្លេម្ដងទៀតបុរសចំណាស់បានអញ្ជើញវីរៈបុរសឲ្យឡើងលើទូកនិយាយពីទូកវិញខ្ញុំរកមិនឃើញដំណឹងអ្វីទេតើអ្នកពិតជានឹងធ្លាក់ចូលទៅក្នុងទន្លេមែនទេខ្ញុំនៅតែអាចធ្លាក់ចូលទៅក្នុងទន្លេបានហេតុអ្វីបានជាអ្នកមិនអាចធ្លាក់ចូលទៅក្នុងទន្លេបានប្រសិនបើអ្នកបោះបង់អ្នកនឹងមិនអាចប្រឡងជាប់បានទេអ្នកនឹងត្រូវស្នាក់នៅទីនេះហើយធ្លាក់ចូលទៅក្នុងទន្លេជាមួយខ្ញុំរយៈពេល100ឆ្នាំទៀតវីរៈបុរសបាននិយាយថាវីរៈបុរសរបស់យើងអធិស្ឋានតែចំពោះទន្លេប៉ុណ្ណោះខ្ញុំចង់ធ្លាក់ចូលទៅក្នុងទន្លេសូមជួយខ្ញុំឲ្យត្រីស៊ីផងវីរៈបុរសបានព្យាយាមអធិស្ឋានប៉ុន្តែវាមិនបានផលទេខ្ញុំមិនអាចធ្លាក់ចូលទៅក្នុងទន្លេបានទេខ្ញុំគិតថាខ្ញុំត្រូវស្នាក់នៅទីនេះរយៈពេល100ឆ្នាំពេលវីរៈបុរសឃើញថាគាត់មិនអាចធ្លាក់ចូលទៅក្នុងទន្លេបានគាត់ក៏ប្រាប់ម្ដាយរបស់គាត់ថាកុំរំពឹងថានឹងទទួលបានការគោរពបូជាពាក់កណ្ដាលពីខ្ញុំម្ដងទៀតឡើយវីរៈបុរសបានរងចាំទៀតខ្ញុំមិនអាចធ្លាក់ចូលទៅក្នុងទន្លេបានទេខ្ញុំរងចាំមិនបានទេខ្ញុំចូលគេងហើយពេលវីរៈបុរសកំពុងដេកទ្រង់មានបន្ទូលថាស្ថានសួគ៌និងផែនដីគឺដូចគ្នាតើអ្នកគិតថាយើងមិនអាចយកឈ្នះអ្នកបានទេខ្ញុំគិតថាអ្នកនឹងមកប្រយុទ្ធជាមួយខ្ញុំប៉ុន្តែនាងហៅបាននិយាយថារងចាំវីរៈបុរសចេញមកមុនខ្ញុំគិតថាអ្នកនឹងមិនស្រស់ស្អាតទេខ្ញុំគិតថាអ្នកនឹងមកវាយខ្ញុំប្រសិនបើអ្នកអាចយកឈ្នះគាត់បានខ្ញុំរីករាយនឹងផ្ដល់ឲ្យអ្នកនូវគ្រីស្តាល់មួយនាងហៅពិតជាខុសខើណាស់គាត់ចង់ប្រើវីរៈបុរសជាខែសម្រាប់ខ្លួនគាត់ភ្លាមនោះមានភាពអាត្មានិយមគាត់គិតថាដោយអំណាចរបស់គាត់អាចសម្លាប់សត្វបានច្រើនជាងនេះយើងមិនចាំបាច់សម្លាប់គ្នានៅទីនេះទេខែអ្វីយើងមិនទៅមុនតើអ្នកនៅតែសំរុំធ្វើជាអ្នកដឹកនាំទេមនុស្សគ្រប់គ្នាកំពុងរងចាំវីរៈបុរសចេញមក
យូធានក៏កំពុងរងចាំវីរៈបុរសដែរចូលយើងរងចាំគាត់ចេញមកមុនខ្ញុំនឹងទាត់គាត់ទៅលើដីដូចឆ្កែអ្នកមើងងាយវីរៈបុរសអ្នកនឹងដឹងនៅពេលដែលអ្នកដឹងគាត់នៅតែជឿថាគ្មាននរណាម្នាក់អាចយកឈ្នះគាត់បានទេគ្មាននរណាម្នាក់ស័ក្តិសមធ្វើជាអ្នកដឹកនាំនោះទេពួកគេអាចបែរមុខដាក់គ្នាបានតែរងចាំវីរៈបុរសចេញមកវីរៈបុរសរបស់យើងមិនចេញមកទេខ្ញុំបានរងចាំជាយូរមកហើយខ្ញុំឃើញថាវីរៈបុរសមិនបានចេញមកទេដូច្នេះខ្ញុំបានប្រកួតប្រជែងជាមួយយូធានមិនចង់ឆ្លោះជាមួយប៉ុន្តែខ្ញុំមិនខ្វល់ទេខ្ញុំនឹងចាប់ផ្ដើមការប្រយុទ្ធខ្ញុំបានប្រាប់អ្នកហើយថាខ្ញុំមិនចង់ប្រយុទ្ធជាមួយអ្នកទេខ្ញុំនឹងធ្វើឲ្យអ្នកចាញ់ខ្ញុំនឹងធ្វើឲ្យអ្នកអោនក្បាលចំពោះខ្ញុំពួកគេទាំងពីរសុទ្ធតែកាច់សាហាវយូធានខ្លាំងដូចដែលគាត់បាននិយាយគាត់អាចយកឈ្នះស៊ុយថងប៉ុន្តែខ្ញុំមិនចោះចាញ់ទេល្បឿនវេប្រហាររបស់ខ្ញុំបានកើនឡើងប៉ុន្តែនៅទីបញ្ចប់ខ្ញុំបានចាញ់យូធានទន្ទឹមនឹងនេះវីរៈបុរសរបស់យើងបានចេញមកខ្ញុំបានរងចាំអ្នកយូរហើយមនុស្សគ្រប់គ្នាកំពុងសម្លឹងមើលតួឯកខ្មាស់អៀនណាស់កុំសម្លឹងមកខ្ញុំបែបនេះអីខ្ញុំដឹងថាខ្ញុំសង្ហាកុំសម្លឹងមកខ្ញុំបែបនេះអីខ្ញុំខ្មាស់អៀនណាស់យូធានបានប្រាប់គាត់កុំឲ្យចោះចាញ់គាត់បានបកគលអាវុធទាំងអស់របស់គាត់មកខ្ញុំបន្ទាប់ពីនោះគាត់ក៏ចាំឈ្មោះខ្ញុំជាអ្នកដឹកនាំយើងគួរតែត្រឡប់ទៅផ្ទះវិញយូធានបាននិយាយអំពីពួកយើងកាលពីអតីតកាលថាវីរៈបុរសគ្រាន់តែរកប្អូនស្រីរបស់គាត់ប៉ុណ្ណោះថ្ងៃនេះខ្ញុំជាតំណាងប្អូនស្រីរបស់ខ្ញុំនឹងបង្រៀនអ្នកថាអ្នកមិនគួរចង់ខ្លាចជាព្រះអង្គម្ចាស់ទេវីរៈបុរសបានត្រឡប់ទៅផ្ទះវិញយូធានបានខ្ចីអ្វីមួយពីខ្ញុំថ្ងៃនេះខ្ញុំនឹងយកវាពីអ្នកវិញបើអ្នកបោះបង់ចូលបកគលអាវុធទាំងអស់របស់អ្នកមកខ្ញុំប្រញាប់ឡើងខ្ញុំខ្លាចថាវីរៈបុរសមិនអាចប្រយុទ្ធបានទេខ្ញុំក៏គិតដូចនេះដែរតើអ្នកចង់ប្រយុទ្ធជាមួយក្រុមតន្ត្រីរកទី3ទេវាជារឿងគួរឲ្យចាប់អារម្មណ៍មួយអ្នកផ្សេងទៀតគិតថាវីរៈបុរសនឹងចាញ់មាននរណាម្នាក់ជឿវីរៈបុរសទេប៉ុន្តែមានមនុស្សមួយចំនួនដែលជឿថាវីរៈបុរសនឹងឈ្នះនោះគឺស៊ុយថងមិនត្រឹមតែស៊ុយថងទេមានមនុស្សមកពីភូមិឡុងថោដែលជឿលើវីរៈបុរសពួកគេនឹងប្រយុទ្ធជាមួយវីរៈបុរសយូធានមិនខ្លាចទេប្រសិនបើអ្នកទាំងអស់គ្នាអាចឈ្នះភូមិឡុងថោនឹងទទួលបានតំណែងជាអ្នកដឹកនាំទាំងអស់វាក៏នឹងនាំមកនូវភាពអាម៉ាស់ដល់ភូមិរបស់អ្នកផងដែរវីរៈបុរសបានប្រាប់ពួកគេកុំធ្វើវាខ្ញុំនឹងមើលថែវាតើអ្នកដឹងទេថាហេតុអ្វីបានជាឪពុកខ្ញុំជាប្រធានភូមិពីព្រោះឪពុកខ្ញុំជាមនុស្សខ្លាំងបំផុតនៅក្នុងចំនួនរបស់គាត់ហើយខ្ញុំគឺជាចំនួនក្រោយយូធានបានប្រាប់វីរៈបុរសថាគាត់នឹងប្រើតែ3ក្បាច់ប៉ុណ្ណោះមានតែ3ក្បាច់ប៉ុណ្ណោះដើម្បីផ្ដួលវីរៈបុរសយូធានបានប្រាប់វីរៈបុរសឲ្យចាប់ផ្ដើមវីរៈបុរសបានប្រាប់គាត់តើអ្នកប្រកាសទេកុំស្ដាយក្រោយអីវីរៈបុរសមិនបានរងចាំទេគាត់បានដាល់គាត់វីរៈបុរសមិនបានរងចាំទេវីរៈបុរសមិនបានរងចាំទេអ្នកមិនបានប្រាប់ខ្ញុំថាពេលណាត្រូវដាល់ទេយូធានខឹងនឹងវីរៈបុរសខ្លាំងណាស់គាត់បានប្រើអំណាចរបស់គាត់ទៅលើវីរៈបុរសប៉ុន្តែវីរៈបុរសរបស់យើងអាចគេចវាបានគាត់បានប្រើជំនាញប្រយុទ្ធធម្មតារបស់គាត់ដើម្បីដាល់យូធានតើអ្នកមិនជឿខ្ញុំទេឬពាក្យសម្ដីរបស់វីរៈបុរសធ្វើឲ្យយូធានមានអារម្មណ៍ខឹងគាត់ចង់សម្លាប់វីរៈបុរសយូធានបានប្រើកម្លាំងទាំងអស់របស់គាត់ដើម្បីដាល់វីរៈបុរសយូធានខឹងយ៉ាងខ្លាំងយូធានបានប្រើជំនាញប្រយុទ្ធធម្មតារបស់គាត់ដើម្បីដាល់វីរៈបុរសមិនអាចគេចវាបានទេដូច្នេះគាត់បានប្រើជំនាញប្រយុទ្ធធម្មតារបស់គាត់ដើម្បីរារាំងកណ្ដាប់ដៃនោះប៉ុន្តែជំនាញប្រយុទ្ធធម្មតារបស់វីរៈបុរសត្រូវបានខូចយូធានមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវីរៈបុរសគាត់ចង់ជួយវីរៈបុរសយូធានគិតថាវីរៈបុរសចាញ់ហើយគាត់បានចោះចាញ់វីរៈបុរសរបស់យើងបានក្រោកឡើងម្ដងទៀតវាមិនងាយស្រួលពេកទេសម្រាប់ខ្ញុំក្នុងការបោះបង់ចោលយូធានហៀបនឹងដាល់វីរៈបុរសប៉ុន្តែយូធានបានប្រើជំនាញប្រយុទ្ធធម្មតារបស់គាត់ដើម្បីរារាំងកណ្ដាប់ដៃ